ឆាសៀងជាមួយនឹងសាច់ជ្រូកចិញ្ច្រាំមកឆ្ងាញ់ញ៉ៃហើយដាក់ពងមាន់ចេះទៀតកាន់តែឆ្ងាញ់ទៀតហើយម្ហូបមួយមុខនេះគឺពេញនិយមមែនតើនៅចុងខែគឺតែងតែមានវត្តមានវាមកហើយដូចឥឡូវអញ្ចឹងមកពីភ្ជុំវិញគឺអស់លុយហ្មងអញ្ចឹងធ្វើអានេះទុកញ៉ាំបានមួយអាទិត្យមុននឹងបើកប្រាក់ខែអញ្ចឹងតោះមកមើលពីរបៀបធ្វើវិញដោយជាដំបូងហ្នឹងគឺខ្ញុំដាក់ខ្ទះឲ្យក្តៅហើយដាក់ប្រេងឆាចូលមកល្មមហើយនឹងខ្ទឹមសច្រាមចូលហើយចំពោះខ្ទឹមសហ្នឹងគឺខ្ញុំលីងវាឲ្យឈ្ងុយហើយឡើងពណ៌កន្លាតហ្នឹងហើយលេងវារហូតតតែឡើងពណ៌មាសបន្ទាប់មកខ្ញុំប្រើសាច់ជ្រូកហ្នឹងប្រហែលជា4ខាំហើយខ្ញុំយកប្រភេទសាច់ជ្រូកកិនណាដោយសារតែឥឡូវស្រួលយើងមានជម្រើសច្រើនយើងយកអាកិនស្រាប់ក៏បានយកអាធម្មតាមកច្រាមខ្លួនឯងក៏បានដែរប៉ុន្តែបើយើងច្រាមខ្លួនឯងយើងបានដាក់ជាមួយនឹងសាច់3ជាន់ពេលអញ្ចឹងទៅវាមានខ្លាញ់តិចឆ្ងាញ់រួចបន្ទាប់ពីយើងដាក់សាច់ជ្រូកចូលហើយគឺយើងឆាសាច់ជ្រូកជាមួយនឹងខ្ទឹមហ្នឹងឲ្យសាច់ជ្រូកហ្នឹងឡើងឆ្អិនប្រហែលជា80%ទើបខ្ញុំចាប់ផ្ដើមវាយគ្រឿងចូលចំពោះគ្រឿងវិញគឺខ្ញុំអត់ដាក់ច្រើនទេគឺខ្ញុំដាក់ប្រេងខ្យងតែបន្តិចហើយបន្ទាប់មកគឺខ្ញុំដាក់សៀងចូលហើយសៀងគឺខ្ញុំប្រើជាប្រភេទសៀងផ្អែមដបបែបនេះដោយសារតែសៀងដបហ្នឹងគឺមានអនាម័យហើយរសជាតិអត់ប្រៃខ្លាំងទេហើយក្រៅពីហ្នឹងទៀតគឺខ្ញុំប្រើស្ករនេះតែមួយកញ្ចប់ទេហើយខ្ញុំក៏បានបន្ថែមទឹកប្រហែលជា50 ml ទៀតដែរហើយបន្ទាប់មកគឺខ្ញុំឆាសៀងនឹងរហូតដល់តែទឹកនឹងពុះទើបខ្ញុំចាប់ផ្ដើមវែកហើយដាក់ពងមាន់ចូលហើយបន្ទាប់មកគឺខ្ញុំដាក់ពងមាន់2គ្រាប់ចូលឬក៏ជំនួសដោយពងទាវិញក៏បានដែរប៉ុន្តែខ្ញុំគឺចូលចិត្តទិញពងមាន់មកទុកនៅផ្ទះជាងពងទាពេលអញ្ចឹងទៅពេលធ្វើម្ហូបអីគឺប្រើតែពងមាន់នឹងឯងហើយបន្ទាប់ពីដាក់ពងមាន់ចូលហើយគឺយើងឆាទៅសោះពងមាន់ជាមួយនឹងសៀងសាច់ជ្រូកនឹងឲ្យវាឆ្អិនហើយដាច់ទឹកបន្តិចទៅគឺរួចរាល់ហើយបងប្អូនហើយខ្ញុំទុកវារហូតដល់ត្រជាក់ទើបខ្ញុំចាប់ផ្ដើមដាក់ប្រអប់ហើយដាក់ចូលនៅក្នុងទូទឹកកក